យើងទាំងពីរជាគូព្រេងគឺមិនប្រត់នៅទីបំផុតពេជ្រអតិទេពនិងហាន់ពីត្រូវជួបគ្នាហើយនៅថ្ងៃទីសួស្តីបងប្អូនខ្ញុំបាទ admin ផានិតទីបំផុតកីឡាករពេជ្រអតិទេពជាមួយនឹងហាន់ពីត្រូវជួបគ្នាហើយនៅលើសង្វៀន Extreme Cambodia គុនខ្មែរបាទបន្ទាប់ពីពេជ្រអតិទេពគេចាញ់ក្រោមថ្វីដៃរបស់ហាន់ពីបាទកាលពីថ្ងៃទី28ខែកញ្ញាឆ្នាំ2024កន្លងទៅនេះហាន់ពីនៅតែជាឆ្អឹងទៅតឹងករបស់ពេជ្រអតិទេពហើយនៅក្នុងពេលថ្មីនេះបាទពេជ្រអតិទេពក៏ទើបតែដណ្ដើមបានខ្សែក្រវ៉ាត់បាទវាយម៉ារ៉ាតុនបាទខ្សែក្រវ៉ាត់ស៊ីម៉ង់អូទៅណាបងប្អូនយើងបាទអូមជាមួយទឹកប្រាក់50លានរៀលអញ្ចឹងបន្តមកទៀតនាថ្ងៃទី28ខែមិថុនាខាងមុខនេះគឺពេជ្រអតិទេពនឹងត្រូវជួបជាមួយនឹងហាន់ពីហើយបាទសងសឹកហើយបាទអញ្ចឹងគឺកម្មវិធីតែមួយជាមួយនឹងពេជ្រសម្បត្តិជួបជាមួយនឹងសុកធីហើយបាទពេជ្រសង្ហៈជួបជាមួយនឹងបាទឌីមសារ៉ុំបាទអញ្ចឹងបងគ្រីកប្លុតបានប្រកាសឲ្យថាបាទកូនកន្លោះកូនកំមុំបានមកជុំគ្នាហើយមេបាទាំងអសងខាងក៏បានមកជុំគ្នាហើយគាត់នោះគឺជាចៅមហាបាទក្នុងការផ្គូផ្គងអញ្ចឹងដឹងតែជួបគ្នាបងប្អូនយើងបាទកុំឲ្យមានពាក្យពេចន៍ថាស្គាល់ហាន់ពីហេបាទស្គាល់ហាន់ពីអត់ហ្នឹងគឺបាទលេងឲ្យមានហើយបាទដាច់ស្រេចត្រឹមហ្នឹងឯងអញ្ចឹងយើងចង់ដឹងថាអ្នកណានឹងទទួលបានជ័យជំនះមានតែរងចាំថ្ងៃទី28ខែមិថុនាខាងមុខនេះទេបាទដែលធ្វើឲ្យអ្នកទាំងពីរនឹង2គូទៀតបាទគឺពេជ្រសម្បត្តិបាទជាមួយនឹងសុកធីហើយពេជ្រសង្ហៈជាមួយនឹងឌីមសារ៉ុំដាច់ស្រេចគ្នាផឹងតែម្ដងអញ្ចឹងសម្រាប់អត្ថបទមួយនេះ admin មានតែប៉ុណ្្នឹងបើសិនជាមានព័ត៌មានអាប់ដេតថ្មីថាដណ្ដើមពានរង្វាន់អ្វីខ្សែក្រវ៉ាត់ឬក៏យ៉ាងណា admin នឹងចែកជូនព័ត៌មានទៅបងប្អូនយើងទស្សនានៅវីដេអូក្រោយទៀតសូមអរគុណ